ទឹកដូងខ្ចីទឹកដូងខ្ចីគឺជាភេសជ្ជៈធម្មជាតិដ៏ពេញនិយមនៅកម្ពុជានិងប្រទេសត្រូពិកផ្សេងទឹកដូងខ្ចីមានរសជាតិផ្អែមធម្មជាតិហើយត្រជាក់ស្រួលនៅពេលផឹកអត្ថប្រយោជន៍សុខភាពជាតិអេឡិចត្រូលីតធម្មជាតិជួយបំពេញជាតិអេឡិចត្រូលីតល្អសម្រាប់ការស្រក់ទឹកវីតាមីននិងរ៉ែមានវីតាមីនខ ប៉ូតាស្យូមម៉ាញ៉េស្យូមនិងសូដ្យូមមានជាតិអង់ទីអុកស៊ីដង់ជួយទប់ស្កាត់ការខូចខាតច្រើនមកពីសារធាតុអុកស៊ីតកម្មកម្រិតកាឡូរីទាបជំនួសភេសជ្ជៈផ្អែមផ្សេងទៀតការប្រើប្រាស់ទូទៅផឹកដោយផ្ទាល់ពីផ្លែដូងធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្សេងប្រើក្នុងវិធីសាស្ត្រថ្នាំពេទ្យបុរាណជាធាតុផ្សំក្នុងម្ហូបខ្លះទឹកដូងខ្ចីជាធម្មតាត្រូវបានលក់តាមដងផ្លូវឬផ្សារក្នុងពេលថ្ងៃក្តៅគេជញ្ជក់រន្ធតូចមួយនៅលើដូងហើយបញ្ចូលទុយយ៉ូឬកំទេចស្រាប់សម្រាប់ផឹកចំណាំទឹកដូងខ្ចីធម្មជាតិគួរតែត្រូវបានទទួលទានក្នុងពេលកំពុងត្រជាក់ហើយគួរតែផឹកក្នុងរយៈពេល24ម៉ោងបន្ទាប់ពីយកចេញពីផ្លែផ្លែចេកខ្ចីឬចេកស្លឹកមានប្រយោជន៍ផ្នែកសុខភាពនិងជាធនាគារច្រើនយ៉ាងខាងក្រោមនេះជាប្រយោជន៍សំខាន់របស់វា 1. ប្រយោជន៍ផ្នែកសុខភាពជំនួយការរំលាយអាហារចេកខ្ចីមានជាតិអំណោយអំណាង tannins និងសម្បូរទៅដោយជាតិខ្លាញ់ធម្មជាតិ resistant starch ដែលជួយបន្ថយការរាគនិងជួយព្យាបាលរាគពោះកាត់បន្ថយម្សៅស្ករបើប្រៀបធៀបទៅនឹងចេកទុំចេកខ្ចីមានម្សៅស្ករតិចជាងដែលល្អសម្រាប់អ្នកដែលកំពុងត្រួតត្រាំម្សៅស្ករក្នុងឈាមសម្បូរប៉ូតាស្យូមជាធាតុចិញ្ចឹមដ៏ល្អដែលជួយរក្សាសម្ពាធឈាមនិងការងារប្រព័ន្ធប្រសាទប្រឆាំងនឹងរាល់ការជាតិអំណះអំណាងក្នុងចេកខ្ចីមានលក្ខណៈប្រឆាំងនឹងរាល់ការអាចជួយបន្ថយការរលាកក្នុងខ្លួន 2. ប្រយោជន៍ក្នុងការធ្វើម្ហូបធ្វើជាម្ហូបឬបន្លែចេកខ្ចីអាចត្រូវបានចម្អិនជាចេកឆ្អិនចៀនឬទុកក្នុងសាច់ជ្រូកឆាដែលផ្ដល់រសជាតិផ្អែមឆ្ងាញ់ជាវិធីសាស្ត្ររក្សាទុកការប្រើចេកខ្ចីជាម្ហូបអាចជួយប្រើផលិតផលកសិកម្មដែលមិនទាន់ទុំពេញ 3. ការព្រមាននិងការប្រុងប្រយ័ត្នរសជាតិជូរអែមចេកខ្ចីមានរសជាតិជូរបន្តិចដូច្នេះគួរចម្អិនឲ្យបានឆ្អិនមុនពេលបរិភោគការរារាំងការស្រូបយករ៉ែជាតិអំណះអំណាងក្នុងចេកខ្ចីអាចរារាំងការស្រូបយករ៉ែខ្លះដូចជាជាតិដែកដូច្នេះគួរបរិភោគក្នុងបរិមាណសមរម្យសរុបមកចេកខ្ចីមិនត្រឹមតែជាបន្លែដ៏ឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងមានប្រយោជន៍ផ្នែកសុខភាពច្រើនផងដែរទោះជាយ៉ាងណាការបរិភោគវាឲ្យបានសមរម្យនិងត្រូវចម្អិនឲ្យឆ្អិនជាមុនសិនគឺជាកត្តាដ៏សំខាន់ស្លឹកបាសគឺជាបន្លែដ៏ពេញនិយមមួយនៅកម្ពុជាដែលមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងមានផលប្រយោជន៍ផ្នែកសុខភាពជាច្រើនអត្ថប្រយោជន៍សំខាន់អ្នកអាចមើលព័ត៌មានសង្ខេបសំខាន់អំពីអត្ថប្រយោជន៍សុខភាពរបស់ស្លឹកបាសបានខាងក្រោមសុខភាពទូទៅការគ្រប់គ្រងជាតិស្ករក្នុងឈាមអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមប្រឆាំងអុកស៊ីតកម្មសម្បូរសារធាតុដូចជា flavonoids និង carotenoids រួមទាំង beta carotene ដែលការពារកោសិកាពីការខូចខាតជំនួយដល់ការរំលាយអាហារខ្ពស់ជាតិសរសៃជួយការពារការទល់លាមកនិងបន្ថយអាការឆ្អល់ពោះការការពារជំងឺសុខភាពបេះដូងជួយបន្ថយកូលេស្តេរ៉ុលអាក្រក់ LDL និងការពារសរសៃឈាមការការពារមហារីកសារធាតុខ្លះអាចជួយកាត់បន្ថយហានិភ័យនៃការកើតមហារីកក្រពះប្រព័ន្ធភាពស៊ាំវីតាមីនគឺជួយពង្រឹងប្រព័ន្ធការពាររាងកាយអត្ថប្រយោជន៍ផ្សេងសុខភាពឆ្អឹងមានកាល់ស្យូមនិងជាតិដែកជួយបំប៉ោយឆ្អឹងធ្មេញប្រើក្រៅស្លឹកស្រស់អាចបុកលីទឹកយកទៅលាបជាថ្នាំត្រជាក់បំបត្តិអាការរមាស់របៀបបរិភោគនិងធ្វើម្ហូបស្លឹកបាសគឺជាសម្ភារៈម្ហូបដ៏ឆ្ងាញ់និងងាយស្រួលធ្វើជាមួយបន្លែផ្សេងវិធីធ្វើម្ហូបពេញនិយមឆាជាមួយសាច់ឆាជាមួយសាច់គោឬសាច់ជ្រូកដែលពេញនិយមខ្លាំងណាស់សម្លគោជាបន្លែសំខាន់នៅក្នុងសម្លគោខ្មែរស្លំជូរធ្វើជាសម្លំជូរបែបខ្មែរស្ងោរយកស្លឹកនិងត្រួយស្ងោរធ្វើជាអាហារឆាទឹកក្តៅអាចយកមកឆាបានសាមញ្ញជាមួយទឹកឬបន្លែផ្សេងការព្រមាននិងការប្រុងប្រយ័ត្នសុខភាពទោះបីជាស្លឹកបាសមានផលល្អច្រើនក៏ដោយត្រូវកត់សម្គាល់ចំណុចខាងក្រោមនេះ
មិនមែនជាថ្នាំអត្ថប្រយោជន៍សុខភាពដែលលើកឡើងភាគច្រើនមកពីការសិក្សាប្រពៃណីហើយមិនត្រូវប្រើជាជំនួសថ្នាំព្យាបាលជំងឺពិតប្រាកដនោះទេសុវត្ថិភាពអាហារត្រូវលាងស្លឹកបាសឲ្យស្អាតមុនចម្អិនការប្រើប្រាស់ល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញគួរទទួលទានវាឲ្យបានញឹកញាប់និងក្នុងបរិមាណសមរម្យជាផ្នែកមួយនៃរបបអាហារមានតុល្យភាពសរុបមកស្លឹកបាសគឺជាបន្លែមួយប្រភេទដែលងាយស្រួលរកអាចដាំបានដោយស្រួលនិងមានផលប្រយោជន៍សម្រាប់សុខភាពការបរិភោគវាឲ្យបានទៀងទាត់អាចជួយពង្រឹងសុខភាពនិងបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃតើអ្នកចាប់អារម្មណ៍លើរូបមន្តធ្វើម្ហូបជាក់លាក់ណាមួយជាមួយស្លឹកបាសដែរឬទេខ្លាញ់ល្អសម្រាប់សុខភាពជាធម្មតាត្រូវបានបែងចែកជាពីរប្រភេទធំខ្លាញ់មិនឆ្អែត unsaturated fats ដែលមានសារៈសំខាន់ខាងសុខភាពនិងខ្លាញ់ឆ្អែត saturated fats ដែលត្រូវប្រើប្រាស់ក្នុងបរិមាណមធ្យមខ្លាញ់ trans ដែលផលិតដោយឧស្សាហកម្មគួរតែជៀសវាងតាមដែលអាចធ្វើទៅបាន1ខ្លាញ់ល្អសុខភាព unsaturated fats ខ្លាញ់ទាំងនេះអាចជួយបន្ថយកូលេស្តេរ៉ុលអាក្រក់ LDL និងបង្កើនកូលេស្តេរ៉ុលល្អ HDL ដែលល្អចំពោះបេះដូងខ្លាញ់រុក្ខជាតិពីរុក្ខជាតិប្រេងអូលីវមានខ្លាញ់មួន monounsaturated fats ច្រើនល្អសម្រាប់បេះដូងប្រេង canola មានខ្លាញ់មិនឆ្អែតច្រើននិងអូមេហ្គា3ប្រេងដូងស្រស់មាន MCAS ដែលរាងកាយអាចទ្រទ្រង់បានយ៉ាងងាយស្រួលប៉ុន្តែត្រូវប្រើក្នុងបរិមាណតិចតួចដោយសារវាមានខ្លាញ់ឆ្អែតខ្ពស់ខ្លាញ់អូមេហ្គា3 fatty acids មានសារៈសំខាន់ខ្លាំងសម្រាប់ខួរក្បាលបេះដូងនិងការបន្ថយការរលាកត្រីសមុទ្រមើសខ្លាញ់ដូចជា salmon ម៉ាក់ខឺសាឌីនគ្រាប់ពូជដូចជា flaxseed, chia seed, walnuts, avocado មានខ្លាញ់មួននិងសារធាតុគីមីរុក្ខជាតិគ្រាប់ធញ្ញជាតិ nuts ដូចជា almonds, walnuts, pistachios ដែលផ្ដល់ខ្លាញ់ល្អនិងប្រូតេអ៊ីន2ខ្លាញ់ដែលត្រូវប្រើក្នុងបរិមាណមធ្យម saturated fats ខ្លាញ់ទាំងនេះអាចបង្កើនកូលេស្តេរ៉ុលអាក្រក់ LDL ប្រសិនបើប្រើច្រើនពេកប្រេងដូងដែលធ្វើអំពីសាច់ដូងស្ងួតមានខ្លាញ់ឆ្អែតខ្ពស់ត្រូវប្រើតិចខ្លាញ់សត្វដូចជាទឹកខ្លាញ់គោប្រេងសាច់ជ្រូកមាននៅក្នុងសាច់ក្រហមនិងផលិតផលអាហារមួយចំនួន Product derivative ទូទឹកដោះគោដូចជាប៊ឺក្រែមមានខ្លាញ់ឆ្អែតច្រើន3ខ្លាញ់ដែលគួរជៀសវាង trans fats ខ្លាញ់ trans ដែលផលិតដោយឧស្សាហកម្ម partially hydrogenated oils មាននៅក្នុងខូគីដែលទើបអាហាររហ័សនំខេកនិងអាហារបានចម្អិនជាមួយប្រេងដែលបានដុតហើយខ្លាញ់ទាំងនេះបង្កើនកូលេស្តេរ៉ុលអាក្រក់និងបន្ថយកូលេស្តេរ៉ុលល្អគន្លឹះសំខាន់សម្រាប់ការប្រើប្រាស់ខ្លាញ់ល្អសុខភាពជ្រើសរើសប្រភពខ្លាញ់មិនឆ្អែតដូចជាប្រេងអូលីវ avocado និងគ្រាប់ធញ្ញជាតិបរិភោគត្រីយ៉ាងតិចសប្តាហ៍ម្ដងដើម្បីទទួលបានអូមេហ្គា3កាត់បន្ថយអាហារដែលមានខ្លាញ់ trans ដោយអានស្លាកសញ្ញាអាហារដើម្បីជៀសវាង partially hydrogenated oils ប្រើប្រាស់ខ្លាញ់ឆ្អែតក្នុងបរិមាណតិចតួចដោយកំណត់ការបរិភោគសាច់ក្រហមនិងផលិតផល derivative ទូទឹកដោះគោពេញថ្លាកុំចម្អិនអាហារនៅសីតុណ្ហភាពខ្ពស់ពេកជាមួយប្រេងដែលមានចំណុចឆាប់ឆេះទាបដូចជាប្រេងអូលីវស្រស់សង្ខេបខ្លាញ់ល្អសុខភាពភាគច្រើនមកពីរុក្ខជាតិត្រីនិងគ្រាប់ធញ្ញជាតិការបរិភោគខ្លាញ់ប្រភេទផ្សេងក្នុងបរិមាណសមរម្យនិងជំនួសខ្លាញ់អាក្រក់ដោយខ្លាញ់ល្អអាចជួយថែរក្សាសុខភាពបេះដូងនិងសរសៃឈាមប្រយោជន៍ទឹកខ្ញីមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរួមមានប្រយោជន៍សុខភាពជំនួយរង្គើរំកិច្ចជួយលើកទឹកចិត្តការរង្គើរំកិច្ចប្រឆាំងនឹងជំងឺចង្កាំងចង្កូតកាត់បន្ថយការរលាកមានសារធាតុប្រឆាំងការរលាកដែលអាចជួយទប់ទល់នឹងជំងឺរលាកផ្សេងប្រឆាំងមេរោគមានលក្ខណៈប្រឆាំងមេរោគនិងបាក់តេរីជំនួយរំលាយអាហារជួយកាត់បន្ថយរោគសញ្ញាធាត់ពោះហាមពោះកាត់បន្ថយឈឺក្បាលអាចជួយបន្ធូរអារម្មណ៍ឈឺក្បាលនិងឈឺសាច់ដុំប្រយោជន៍ផ្សេងទៀតបង្កើនប្រព័ន្ធភាពស៊ាំជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយថែទាំស្បែកអាចប្រើប្រាស់សម្រាប់ថែទាំស្បែកដោយសារលក្ខណៈប្រឆាំងមេរោគជួយកាត់បន្ថយទម្ងន់អាចជួយលើកកម្ដៅរាងកាយនិងបង្កើនការប្រើប្រាស់ថាមពលវិធីប្រើប្រាស់ផឹកទឹកខ្ញីក្តៅនៅពេលព្រឹកបន្ថែមទឹកឃ្មុំនិងក្រូចឆ្មាសម្រាប់រសជាតិពិសេសប្រើជាគ្រឿងទេសក្នុងចំណីអាហារនិងភេសជ្ជៈការព្រមានអ្នកដែលមានបញ្ហាសុខភាពពិសេសដូចជាអ្នកជំងឺទឹកនោមផ្អែមឬអ្នកកំពុងផឹកថ្នាំគួរពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់ទឹកខ្ញីប្រចាំថ្ងៃទឹកសណ្តែកសូយ៉ាទឹកសណ្តែកឬសូយ៉ា soy sauce គឺជាទឹកជ្រលក់ដែលផលិតពីសណ្តែកសៀងដោយមានដំណើរការបំលម្អិតដោយធម្មជាតិវាជាគ្រឿងទេសដ៏សំខាន់នៅក្នុងចាហួយអាស៊ីជាច្រើនជាពិសេសចាហួយចិនជប៉ុននិងកូរ៉េ
ប្រភពដើមនិងប្រវត្តិសាស្ត្រទឹកសន្តែកមានប្រវត្តិជាងពី500ឆ្នាំដោយកើតឡើងដំបូងនៅប្រទេសចិនវាត្រូវបានផ្សព្វផ្សាយទៅកាន់ប្រទេសជប៉ុននិងប្រទេសអាស៊ីផ្សេងតាមរយៈផ្លូវសំពៅដំណើរការផលិតទឹកសណ្តែកត្រូវបានផលិតតាមរយៈដំណើរការបំលម្អិតសណ្តែកសៀងជាមួយថេងជាតិភាគច្រើនគឺស្រូវសាលីនិងប្រេងដំណើរការនេះរយៈពេល2ខែដល់ច្រើនឆ្នាំប្រភេទសំខាន់1ទឹកសណ្តែកចិនមានរសជាតិរឹងនិងប្រៃជាង2សូយ៉ាជប៉ុន Shoyu មានតុល្យភាពរវាងរសជាតិប្រៃផ្អែមនិងជាតិអូម៉ា3ទឹកសណ្តែកកូរ៉េមានរសជាតិខុសគ្នាអាស្រ័យលើតំបន់ការប្រើប្រាស់ជាទឹកជ្រលក់សម្រាប់ម្ហូបចម្អិនជាគ្រឿងទេសក្នុងការចម្អិនជាគ្រឿងផ្សំនៅក្នុងម្ហូបឆាប់សម្រាប់បង្កាត់ពណ៌និងរសជាតិអាហារតម្លៃជីវសាស្ត្រទឹកសណ្តែកផ្ដល់ជាតិប្រូតេអ៊ីនអាមីណូអាស៊ីតនិងរ៉ែមីនេរ៉ាល់ផ្សេងទោះជាយ៉ាងណាក៏ដោយវាមានជាតិសូដ្យូមខ្ពស់ដូច្នេះគួរប្រើប្រាស់ដោយសម្ងាត់ការរក្សាទុកគួររក្សាទុកទឹកសណ្តែកនៅកន្លែងត្រជាក់និងងឹតបន្ទាប់ពីបើកប្រើប្រាស់ហើយក្រូចសើច Kaffir Lime មិនត្រឹមតែជាគ្រឿងទេសក្នុងម្ហូបប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់គុណប្រយោជន៍សុខភាពជាច្រើនទៀតផងខាងក្រោមនេះជាប្រយោជន៍សំខាន់របស់វាដែលបានរៀបរាប់តាមផ្នែកសុខភាពមាត់ធ្មេញពិពណ៌នាការពារនិងសម្អាតអញ្ចាញធ្មេញរបៀបប្រើប្រាស់យកស្លឹកឬសម្បកក្រូចសើចទៅជូតលើអញ្ចាញធ្មេញឬលាយប្រេងចម្រាញ់របស់វាជាមួយថ្នាំដុសធ្មេញនិងទឹកខ្ពុរមាត់ប្រព័ន្ធភាពស៊ាំពិពណ៌នាពង្រឹងប្រព័ន្ធការពាររាងកាយរបៀបប្រើប្រាស់បរិភោគតាមរយៈអាហារឬផឹកទឹកច្របាច់ពីផ្លែក្រូចសើចប្រព័ន្ធរំលាយអាហារពិពណ៌នាជួយសម្រួលការរំលាយនិងកាត់បន្ថយបញ្ហាដូចជាការទល់លាមករបៀបប្រើប្រាស់បន្ថែមក្រូចសើចក្នុងការធ្វើម្ហូបការកាត់បន្ថយការរលាកពិពណ៌នាបន្ថយអារម្មណ៍ឈឺនិងការហើមរបៀបប្រើប្រាស់ប្រើប្រេងឬទឹកក្រូចសើចឡាបលើកន្លែងឈឺឬការញ៉ាំតាមអាហារសក់និងស្បែកពិពណ៌នាជួយថែទាំស្បែកកាត់បន្ថយការជ្រុះសក់និងការកើតអង្គែរបៀបប្រើប្រាស់ប្រើប្រេងឬទឹកច្របាច់ពីផ្លែក្រូចសើចឡាបលើស្បែកក្បាលនិងសក់កាត់បន្ថយស្ត្រេសពិពណ៌នាជួយឲ្យស្ងប់ស្ងាត់និងគេងលក់បានល្អរបៀបប្រើប្រាស់ហិតក្លិនសម្បកក្រូចសើចឬប្រើប្រេងចម្រាញ់ក្នុងការហិតក្លិនសម្អាតឈាមពិពណ៌នាជួយបន្សាបជាតិពុលនិងលាងសម្អាតខ្លាញ់ក្នុងឈាមរបៀបប្រើប្រាស់ផឹកទឹកច្របាច់ពីផ្លែក្រូចសើចលាយជាមួយទឹកសូដាឬទឹកឃ្មុំថ្នាំសម្លាប់សត្វល្អិតពិពណ៌នាជួយកាត់បន្ថយឱកាសត្រូវសត្វល្អិតខាំរបៀបប្រើប្រាស់លាបឡេអ៊ុនឬសេរ៉ូមដែលមានផ្ទុកទឹកឬប្រេងក្រូចសើចលើស្បែករបៀបប្រើប្រាស់ក្រូចសើចក្នុងជីវភាពប្រចាំថ្ងៃក្នុងចាហួយស្លឹកក្រូចសើចគឺជាធាតុផ្សំដ៏សំខាន់ក្នុងម្ហូបខ្មែរជាច្រើនដូចជាសម្លម្ជូរក្រូចសើចនិងគ្រឿងការីថែទាំសម្រស់ប្រេងឬទឹកច្របាច់ពីក្រូចសើចអាចត្រូវបានលាយជាមួយផលិតផលថែទាំសក់និងស្បែកដើម្បីបង្កើនប្រសិទ្ធភាពភេសជ្ជៈសុខភាពទឹកច្របាច់ពីផ្លែក្រូចសើចអាចលាយជាមួយទឹកសូដាទឹកឃ្មុំឬទឹកកកដើម្បីធ្វើជាភេសជ្ជៈសម្រស់ស្បែកនិងលាងសម្អាតឈាមហិតក្លិនស្ងប់ស្ងាត់ក្លិនក្រូចសើចអាចជួយធូរស្បើយអាចនៅក្នុងបន្ទប់ដោយដាក់សម្បកក្រូចសើចឬប្រើប្រេងចម្រាញ់ចំណាំពិសេសនិងការព្រមានវាមិនមែនជាថ្នាំចំណាំថាក្រូចសើចគឺជាផ្លែឈើសម្រាប់បរិភោគនិងជួយការពារសុខភាពមិនមែនជាឱសថព្យាបាលជំងឺទេប្រយ័ត្នក្នុងការប្រើប្រេងនៅពេលប្រើប្រេងក្រូចសើចឡាបលើស្បែកត្រូវ